Nơi lơ lộn đi áមានទេភាពល្អឥតខ្ចោះអញ្ចឹងហើយកុំទាមទារភាពល្អឥតខ្ចោះពីនរណាម្នាក់ឬមួយក៏ទំនាក់ទំនងមួយណាក៏ដោយដោយសារតែមិនថាខ្លួនយើងផ្ទាល់ឬមួយក៏មនុស្សជុំវិញខ្លួនឬមួយក៏យើងនៅក្នុងទំនាក់ទំនងមួយណាដៃគូរបស់យើងឬមួយក៏មិត្តភាពស្នេហាការងារអីក៏ដោយគឺយើងអត់អាចទាមទារភាពល្អឥតខ្ចោះបានទេត្រឹមតែដឹងថាយើងអាចព្យាយាមធ្វើអ្វីដែលល្អបំផុតដែលចេញពីចិត្តរបស់យើងឬមួយក៏ចេញពីសមត្ថភាពរបស់យើងហើយយើងព្យាយាមរក្សាទំនាក់ទំនងនឹងឲ្យបានល្អបំផុតមានន័យថាបើសិនជានៅក្នុងទំនាក់ទំនងដៃគូស្នេហាឬមួយក៏សាច់ញាតិបងប្អូនឬមួយក៏ក្រុមគ្រួសារអីយើងព្យាយាមធ្វើខ្លួនយើងឲ្យល្អបំផុតតាមដែលយើងអាចធ្វើទៅបានហើយដោយគិតថាអ្វីដែលយើងបានធ្វើនឹងគឺយើងបានប្រឹងប្រែងអស់លទ្ធភាពហើយយើងក៏បានខិតខំថែរក្សាទំនាក់ទំនងមួយនឹងឲ្យល្អប្រសើរដែរអញ្ចឹងបើសិនជាបុគ្គលដែលគេទទួលយកពីអ្វីដែលយើងបានផ្ដល់ឲ្យគេនឹងគេគិតថាវាមិនទាន់គ្រប់គ្រាន់ទេនឹងជារឿងរបស់គេតែសំខាន់គឺយើងខ្លួនយើងបានប្រឹងប្រែងអស់លទ្ធភាពហើយក៏យើងអត់មានខុសឆ្គងអីចំពោះគេដែរដោយសារតែយើងអត់បានអាចនិយាយបានថាមានន័យថាអ្វីដែលយើងអាចផ្ដល់ឲ្យគេនឹងអាចមានរហូតដល់6ទៅ7តែយើងផ្ដល់ឲ្យគេត្រឹមតែ1 2ឬមួយក៏3 4ទេអញ្ចឹងនេះហើយគឺជាការផ្ដល់ឲ្យដែលមិនបានព្យាយាមផ្ដល់ឲ្យឬមួយក៏មិនបានខំធ្វើអ្វីដើម្បីគេសោះអញ្ចឹងវាស្មើនឹងយើងអត់ទាន់បានព្យាយាមអស់លទ្ធភាពទេតែខ្ញុំចង់បើកវងកញ្ចក់កន្លែងនេះបន្តិចការផ្ដល់ឲ្យការព្យាយាមធ្វើល្អអស់លទ្ធភាពហ្នឹងមិនមែនមានន័យថាត្រូវតែផ្ដល់ឲ្យគេឲ្យលើសខ្លួនឯងណាគឺខ្លួនឯងគឺត្រូវຕົកជាលេខរៀងទី1ជានិច្ចមានន័យថាការផ្ដល់ការស្រឡាញ់ឲ្យខ្លួនឯងដែលអត់លក្ខខណ្ឌហ្នឹងគឺត្រូវនៅលេខរៀងទី1បន្ទាប់មកទៅយើងអាចនឹងផ្ដល់ការស្រឡាញ់ឲ្យនរណាម្នាក់ទៅក្នុងកម្រិតមួយដែលយើងគិតថាខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងយើងអាចផ្ដល់ការស្រឡាញ់ឲ្យបុគ្គលម្នាក់រហូតដល់10%ឬមួយក៏100%ពេញទៅតាមទំហំនៃចិត្តស្រឡាញ់របស់យើងតែបើសិនជាយើងផ្ដល់ឲ្យគេពេញខ្លាំងបែបនឹងខ្លាំងពេកមានន័យថាស្មើនឹងយើងភ្លេចស្រឡាញ់ខ្លួនឯងហើយអញ្ចឹងយើងត្រូវដកមួយផ្នែកទុកដើម្បីផ្ដល់ការស្រឡាញ់ពេញលេញឲ្យខ្លួនឯងហើយមួយផ្នែកដែលនៅសល់គឺយើងនឹងធ្វើដើម្បីគេគ្រាន់តែថាខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងបើសិនជាយើងគិតថាយើងចង់ផ្ដល់ការស្រឡាញ់ឲ្យគេត្រឹម70ឬមួយក៏60%គឺយើងគួរតែផ្ដល់ត្រឹមប៉ុណ្្នឹងទៅកុំឲ្យលើសនឹងហើយកុំឲ្យក្រោមនឹងខ្លាំងពេកព្រោះអីបើសិនជានៅក្រោមនឹងគឺមានន័យថាយើងអត់ទាន់បានផ្ដល់ការស្រឡាញ់ឲ្យគេគ្រប់គ្រាន់ទេហើយបើសិនជាលើសនឹងគឺមានន័យថាយើងក៏អត់បានផ្ដល់ការស្រឡាញ់ដល់ខ្លួនយើងគ្រប់គ្រាន់ដែរអញ្ចឹងធ្វើអីក៏ដោយគឺត្រូវដាក់ដែនកំណត់គឺត្រូវកំណត់ឲ្យបានច្បាស់លាស់ហើយបន្ទាប់មកផ្ដល់ទៅតាមអ្វីដែលយើងអាចផ្ដល់ឲ្យបានកុំឲ្យលើសកម្រិតខ្លាំងពេកហើយកុំឲ្យក្រោមកម្រិតខ្លាំងពេកវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើអីក៏ដោយវាអត់មានភាពល្អឥតខ្ចោះទេតែព្យាយាមធ្វើអស់លទ្ធភាពមិនថាធ្វើការងារឬមួយក៏ការងារប្រចាំថ្ងៃឬមួយក៏ការងារនៅខាងក្រៅផ្ទះខាងក្នុងផ្ទះឬមួយក៏ធ្វើអីក៏ដោយយើងព្យាយាមអស់លទ្ធភាពហើយបើសិនជាយើងយកបានលទ្ធផលប៉ុណ្ណាក៏វាសប្បាយចិត្តជាងយើងអត់បានព្យាយាមធ្វើសោះហើយយើងបែរជានិយាយថាយើងអាចធ្វើបានឬមួយក៏យើងអាចសម្រេចបាននោះហើយមិនមែនជាអ្វីដែលខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើវីដេអូនេះយើងវែងតិចតែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អរគុណ